សាធុទានសូមអនុមោទនាស្ដាប់ព្រះធម៌ក្នុងខ្សែអត្ថសម្លេងព្រះធម៌ខ្សែលេខ2នេះចំហៀងទី2អានឹងអញ្ចឹងកាលណាបើយើងខ្សែគប់ជាមួយនឹងមនុស្សល្អសំបីកំសត់ក្រីក្រក៏នៅតែជាការល្អអញ្ចឹងអ្នកប្រាជ្ញនឹងបានសរសើរហើយពីរឿងខ្សែគប់ជាមួយមនុស្សនោះមិនចំពោះតែជាអ្នកធំដុំមានបាននោះឡើយអ្នកធំដុំមានបានអាចនាំឲ្យយើងប្រព្រឹត្តក្នុងអំពើទុច្ចរិតអំពើឆ្កំឆ្គងអំពើបៀតបៀនអ្នកដទៃខុសច្បាប់ខុសប្រពៃណីយ៉ាងណាយ៉ាងណីក៏ចេះតែប្រព្រឹត្តទៅបានណាទេនឹងមិនមែនពិតជាល្អដោយសារមានមិត្តភ័ក្តិជាអ្នកមានអ្នកបានអ្នកធំមានបនស័កនោះឯណាគឺមិនប្រកបជាល្អប្រសើរទេប៉ុន្តែថាបើមានបានហើយមានបនស័កឋានៈពងពោះហើយចិត្តសន្តាននឹងល្អប្រពៃទៀតនឹងក៏រឹងរឹតតែប្រសើរទៅតាមនឹងចឹងទៅប៉ុន្តែទោះជាយ៉ាងណាក៏ដោយនឹងក្រសម្បត្តិណាក៏ក្រចោះតែកុំឲ្យតែក្រចិត្តណាមានទឹកចិត្តចេះឈឺឆ្អាលចេះជួយគង់តែនឹងមានគំនិតល្អជួយប្រាប់ជួយដាស់តឿនជួយថាអញ្ចឹងក៏អាចយើងជាអ្នកខ្សែគប់នឹងបានពន្លឺនៃបញ្ញាអាចបានគំនិតយកមកពិចារណាអំពីវាចារបស់មនុស្សល្អដែលជាមិត្តរបស់យើងនោះមិនមានទ្រព្យសម្បត្តិអីជួយយើងមែនប៉ុន្តែជាមនុស្សល្អមានគុណធម៌មានសម្មាទិដ្ឋិអានឹងវាល្អប្រសើរជាងទ្រព្យសម្បត្តិលៀបយសបរិវារអីទាំងអស់ណាទៀតគុណធម៌សម្មាទិដ្ឋិការយល់ត្រូវនឹងឯងកាលដែលយើងខ្សែគប់ហើយវាអាចប្រព្រឹត្តទៅនៅក្នុងសមាធិដ្ឋិហ្នឹងវាក្រៃលែងជាងការបានសម្បត្តិទាំងឡាយទាំងពួងនេះចង់សម្ដែងប្រាប់អំពីរឿងចិត្តល្អនេះនឹងដែលយើងត្រូវតែរក្សាត្រូវតែការពារត្រូវតែសាងចម្រើនឲ្យបានច្រើននៅក្នុងខ្លួនរបស់យើងម្នាក់គ្រប់គ្នាព្រោះវាមិនចេះចាស់ជារាអីទៅដូចជារូបកាយទេនឹងភរិយាស្វាមីដែលយើងស្រឡាញ់ណាស់យើងបានគ្នាមកអីហ្នឹងអញ្ចឹងក៏មិនជាយូរប៉ុន្មានមានការចាស់ជារាទៅប៉ុន្តែបើយើងមានចិត្តល្អនេះនៅជាមួយរាល់ថ្ងៃហ្នឹងចឹងទៅចិត្តល្អហ្នឹងអត់ចេះចាស់ជារាទេណាអត់ចេះចាស់ជារាគឺចេះតែថ្មីទៅចេះតែប្រសើរទៅចេះតែរុងរឿងទៅហ្នឹងហើយជាប្រយោជន៍នាំមកនៅសេចក្តីសុខខ្សែមខ្សានឲ្យដល់យើងទៀតផងអាហ្នឹងយើងព្រៀបផ្ទឹមណាទៀតយើងព្រៀបផ្ទឹមមនុស្សដែលនៅជុំវិញខ្លួនយើងហើយនឹងខ្លួនយើងហ្នឹងដែលមានរូបកាយហ្នឹងយ៉ាងណាហើយយើងត្រូវការប្រាថ្នាយកមកជាគ្នានោះហ្នឹងអញ្ចឹងជាមួយគ្នានឹងចិត្តល្អហ្នឹងតើណាប្រសើរជាងហ្នឹងអញ្ចឹងបានថាយើងសិក្សាព្រះធម៌ទៅយើងកាន់តែជ្រះថ្លានឹងព្រះពុទ្ធសាសនាដែលអប់រំចម្រើនឲ្យយើងបានចេះដឹងនៅអ្វីដែលយើងមិនធ្លាប់បានដឹងនោះហើយយើងក៏បានកាន់យកត្រូវនឹងលះបង់ចោលនៅកំហុសគឺការខុសឆ្គំឆ្គងដោយប្រការទាំងពួងណានឹងប៉ុន្តែថាបើយើងចាំបាច់ត្រូវមានភរិយាមានស្វាមីមានកូនប្រុសស្រីឬត្រូវមានមិត្តភក្តិអាហ្នឹងក៏យើងត្រូវតែមានការអប់រំគ្នាជួយគ្នាឲ្យបានទៅជាមនុស្សល្អទាំងអស់គ្នាអញ្ចឹងទៅពិតមែនតែរូបកាយនឹងឯងចាស់ជារាក្រំគ្រាជាភរិយាជាស្វាមីមានជំងឺដំកាត់យ៉ាងណាយ៉ាងណីប៉ុន្តែថាឲ្យវាមានសេចក្តីល្អនឹងមានមេត្តាអនុគ្រោះប្រយោជន៍សុខឲ្យដល់គ្នានឹងឲ្យមានការចម្រើនទៅដោយគុណធម៌គឺសេចក្តីល្អដល់កូនប្រុសស្រីយើងឬក៏ដល់ភរិយាដល់ស្វាមីរបស់យើងដល់មិត្តសម្លាញ់របស់យើង
ហើយនឹងចឹងហើយចំពោះញាតិញោមបងប្អូនស្រីប្រុសហ្នឹងនឹងទោះជាមិនមានគ្នាភរិយាស្វាមីកូនចៅអីឯណានេះច្រើននោះទេឬក៏អត់តែម្ដងក៏ប៉ុន្តែសូមឲ្យបានរីករាយជាមួយគ្នានឹងចិត្តល្អចិត្តដែលប្រកបទៅដោយគុណធម៌ហ្នឹងអត់មាននាំមកនៅបញ្ហាទុក្ខកង្វល់ចង្អៀតចង្អល់ចាស់ជរាក្រំគ្រាជំងឺតម្កាត់លហេមលហាមអីឲ្យដល់យើងទេនៅតែល្អស្រស់បោះនាំមកនៅសេរីសុស្ដីនាំមកនៅសុខដុមសែនសានឲ្យដល់យើងនឹងគុណធម៌គឺចិត្តល្អណាទេបើយើងសម្ដែងឲ្យទៅជានិមិត្តបុគ្គលហើយហ្នឹងគឺចិត្តល្អហ្នឹងវាក្រៃលែងជាងភរិយាយើងចិត្តល្អរបស់យើងហ្នឹងណាវាក្រៃលែងជាងស្វាមីរបស់យើងវាក្រៃលែងជាងកូនប្រុសស្រីរបស់យើងហ្នឹងឆ្ងាយហ្នឹងហើយយើងកុំថាយើងមានកូនល្អ4 5នាក់បានរៀនចេះដឹងពងខ្ពស់ធ្វើការសិទ្ធិធំមានស័ក្តិមានយសកុំថាកូននឹងល្អជាងចិត្តល្អរបស់យើងនោះនឹងគ្រាន់តែយើងមានសិល5ប៉ុណ្ណឹងហ្នឹងវាក្រៃលែងណាកុំចាំបាច់ដល់ទៅថាមានទានមានភាវនាមានការស្ដាប់ធម៌រៀនធម៌អីទៀតគ្រាន់តែត្រឹមតែសិល5ហ្នឹងអត់មានមកកូនណាមកប្រៀបស្មើបានឡើយនឹងសិល5ហ្នឹងគឺបើប្រៀបទៅជាកូនគឺថាជាកូនដែលស្មោះជាប់នៅជាមួយនឹងជីវិតទាំងក្នុងបច្ចុប្បន្នទាំងក្នុងបរលោកតទៅខ្ញុំបាទនឹងសម្ដែងអំពីរឿងគុណធម៌ក្នុងចិត្តប្រៀបទៅនឹងវិបត្តិនៃរូបកាយនឹងដើម្បីជាគំនិតសម្រាប់ពុទ្ធបរិស័ទយើងនឹងឯងពិចារណាហើយជ្រះថ្លាប្រឹងសាងនៅគុណធម៌ក្នុងសន្តានចឹងនិយាយអំពីកូនបន្តិចទៅព្រោះសប្តាហ៍ថ្ងៃហ្នឹងមេដាបិតាតែងព្រួយចិត្តលំបាកនឹងកូនព្រោះមានមនុស្សនឹងខូចខិលច្រើននៅជំវិញកូនក្រៃលើកូនហ្នឹងវាដោយរយទៅតាមនឹងអញ្ចឹងតែងព្រួយបារម្ភហាមព្រឹកហាមល្ងាចថែតំខ្លំមើលជួនកាលរវល់ធ្វើការងារស្វែងរកទ្រព្យសម្បត្តិអីហ្នឹងអញ្ចឹងទៅមិនបានដិតដល់ជាមួយនឹងកូនប្រុសស្រីហ្នឹងខ្សែគប់មិត្តភក្តិណៃមិនល្អក៏ខិលខូចពីលាបោឡែកទៅតាមគ្នាអញ្ចឹងទៅលំបាកចិត្តអស់យ៉ាងអញ្ចឹងនឹងមេត្តាបិតាគ្រាន់តែថាប្រឹងឲ្យអស់សមត្ថភាពទៅក្នុងការទូមានព្រានបដៅកូនប្រុសស្រីនឹងប៉ុន្តែបើប្រឹងហើយនៅតែមិនបានសម្រេចនៅតែថាកូននឹងឯងមិនបានល្អទេអាហ្នឹងយើងកុំទៅយកទុកមកដាក់ខ្លួនណាទេហ្នឹងព្រោះរឿងកូនហ្នឹងវាជាធម្មជាតិព្រះអង្គសម្ដែងមកហើយវាមានអវៈជាតិបុត្រដែលថាខូចបំផុតតាំងពីក្មេងវាមានមកអញ្ចឹងជាឧបនិស្ស័យនឹងយើងមិនបានទៅធ្វើឯណាហើយបើថាកូនល្អជាអនុជាតិបុត្រឬថាអតិជាតិបុត្រហ្នឹងវាក្រៃលែងហើយទៅថាបើវាមិនបានអញ្ចឹងទេហ្នឹងយើងមិនដឹងជាទៅកើតទុកបន្ទោសខ្លួនឯងឬបន្ទោសអ្នកណាព្រោះអានេះវាជារឿងសង្ខារវាជារឿងជីវិតវាជារឿងលោកធម៌យើងកុំទៅរើសយកមកដាក់ខ្លួនណាទេហ្នឹងយើងកែប្រែវាមិនបានអាហ្នឹងវាអញ្ចឹងទូមានព្រានបដៅព្រឹកល្ងាចរាល់ថ្ងៃហើយប៉ុន្តែបដៅមិនបានធ្វើម៉េចតឹងពេកក៏វាមិនបានធូរពេកក៏វាមិនបានដែរអញ្ចឹងវាប្រឹងអស់សមត្ថភាពហើយអញ្ចឹងប្រៀបដូចជាថាផ្លូវដើរហ្នឹងវារៀលខ្សាច់ក្តៅហើយយើងត្រូវទៅយើងមិនដឹងជាថាត្រូវទៅយកទឹកជាម៉េចទៅចាក់ខ្សាច់នឹងឲ្យបាត់ក្តៅទេអញ្ចឹងដែលយើងត្រូវដើរទៅយើងពាក់ស្បែកជើងការពារខ្លួនទៅវាមិនក្តៅជើងវាមិនពងជើងយ៉ាងណាមិញក្នុងដំណើរជីវិតហ្នឹងវាអញ្ចឹងណាតែបើវាជួបប្រទះនៅលោកធម៌ដែលជាផ្នែកមិនល្អជាអនិច្ចារម្មណ៍ហ្នឹងផ្នែកអនិច្ចារម្មណ៍សពគ្រប់ទាំងអស់ណាអត់លៀបអត់យោះនិន្ទាទុក
miền cồn nâng anh để mình lọ mình phải có đại cần long thô từ miền priên vật đại mình ban rư có thể gì dạng na xoa mây dạng mấy để nằm ở nơi sự cái đây tục lầm bạ nữa nên dân ai cắt tình thôi nơi sự cái đây tục lầm bạ đừng bán đời sao dân miền vô thì sao mà nè sự cà rạ rồi tục nông chất đời u bài trời tụm nông vì cha rồi ná chia thăm ở đá nông lô nên anh việc này đôi chỉ bay trường chẳng vô thì sao nè sự cà rạ sầm rạp ở dân cà phê luônคือcà phê chất mình ao tật tua rong nữ vị bắt tục sao ấy khăng tê như tê việc này đôi chỉ thà rồi bỏ sai mong sao mà kêu mình lõ dương mình rất dương màu cái phê chẳng trong đầm mẹ phơi bao dương đó rằng là mấy sự cái đây tục trong lợn đấy coi dương mình rất dương mà đạt luôn chẳng bà nên dần dần mình rơi vô mà đạt luôn dần đó nên cầm ai đôi tu lập thị đặt tây khai sát na phơ tục rạ kệ gia phơ luôn ai lồng ba nên khai cả đau ăn phơi khai là nghe cho trăm tức đây trong bình la ót hai ấy chỉ đau nên chắc là nó chỉ một là giờ tục mà đạt luôn giờ tục mà đạt luôn nó cứ thưa ai lồng ba rụt cài còn cáiชีวิตสับสับเจตูตื้อจนเบิกฟ้าโยนิสอมเลสิการะมันแบนอบรมจิมรันปรัชญาสมาร์ได้กำหนดดังสิกได้ปิดขนมโลกเต้อันนั้นก็เนื้อแต่เรื่องยกตกมาด่าขลุ่นเองจากได้ขลุ่นขนมตีนี้คือจัดเตียดทองมันเป็นตรำแต่รูปกายโดยเจ็บปูหลักที่ดัดตีกลายเป็นตีปุตตศาสนาได้นิยมประพฤติครูในตกลมบะด้วยนะประพฤติครูในตกลมบะนั้นทำแต่รูปกายได้ปัญแต่โดยตัวตื้อสัตว์โลกเยอะได้มันกำหนดดังในโลกกระทัวเรื่องเยอะตกนั้นมาได้ขนมคลื่นคือจัดสันดานนั่งสาวสังเรงlà hem là ham ấyนั่งจังตื้อเรื่องนั้นอัดเนียนไอ้แต่มาปีคลื่นไอ้นั่งแต่มาดองเรื่องเยอะตกมาได้คลื่นปีโปรอัดเนียนปัญญานั่งจังดับแต่ยังเรียนปัญญายังกำหนดดังในสังขารทัวได้เรียนโลกทัวนั้นไปจอบตามจิตในจังยังนั้นเรียนบานแต่เฟอเอ๋สุเพียรติดขนมโลกนั้นยังอัดบานเฟอแต่นั้นแต่ยังอัดบานเฟอเต้ยังก็มันบานจับโยกมาตกได้ขนมจับสันดานแบบยังได้ไอ้นั่นแบบบานทูสบายแบบบานละเฮยละให้มันปีสิกได้ตกนั่งจังเตอไว้แต่ยังมันบานเฟอเนาะเรื่องขนมโลกนั่งจังdân cả cặp bằng thôi đây sự đấy còn vào hai giới nè trong thọ đam tụm nụp mà đông thai rồi xa côn trong chặt là bao giờ nghe nè côn mà hà của sao bật tới trong tiền bật tới trong sel này ở ban chụp đông ra lọ tới côn nó mình chơi rồi mel côn này nè nơi chọt chui thai rồi xa dân rồi hộp ta chặt chỉ đi để tao ông thường ra sầm đầy thà sọc hang dêu vẽ chỉ đi xây láng nữa nữa sợ nâng rồi mấy năm mau nơi sự đây sọc rồi hốt là chặt chỉ đi mình lên trăm tay chặt nó ngày nào cái thì slap tới nữa có trong cái đại sanh thị tự nhiên nó mình ao lệ được cam tị tục tị tiết ban tiệt thòng ấy con trai vậy na nhiệt mật ở đây xây vậy na nâng ban tam chui khai tam ra xa rồi hốt đòi tới cái thì slap nữa tề nâng chân ban tha nhiệt mật rồi bao giờ nó tiến từประโทษบานสมได้สัจจะเชี่ยมาได้เงียนคือเชี่ยใบดาเงียนคือปัญญาเนอะจ๊ะสัจจะเชี่ยมาได้เงียนเชี่ยใบดาโทเชี่ยบองนากะรุณาเชี่ยมิตรสงบเชี่ยประพฤติหรือก็เชี่ยสวามีคันเตยโกนสนัดประมวยในเป็ดเจ็บเท้าปวงขยำขยำนั่นคือเหยียดโยมคนจะเหยียดโยมใส่ปลาหนังโตโดยสิ่งใดถ้าโยมก็เลยยานละทูจีเงียบจีมัดจีเมียดาใดดานั่งจีเพริเยจีสวามีจีโกนปลาใส่จังนั่นเองนั่งสัจจะนั่นคือสิ่งใดเป็ดนั่งตกเชื่อมาได้เงียนคือปัญญานั่นตกเชื่อใดดาทัวก็สารทัวนั่นตกเชื่อบองหน้านั่นคือใจเอาไปชวนใจเชื่อบองกะรุณานั่นเชื่อมิดโยกะรุณามาเธอเชื่อมิดสิ่งใดสงบขนมจัดขนมชีวิตเนี่ยเชื่อเพริเยหรือตาเชื่อสวามีไอ้คำเตยนั่นโยมาเธอเชื่อโกนอย่างจิตสนัดนั่งประมวยนั่งพัวประมวยนั่งคือจิตไทยปวงบาเยิงนั่งจัดนั่งเป็นละอให้
នឹងប្រការទី1ដែលខ្ញុំកណ្ដាលខ្ញុំបានចង់សម្ដែងពីរឿងរូបកាយនឹងតែងចាស់ជារាក្រំគ្រាប៉ុន្តែសន្តានចិត្តល្អនឹងឯងមិនដល់នៅភាពចាស់ជារាឡើយទៀតនឹងល្អណាទៀតទោះជានៅរស់ឬស្លាប់នឹងចិត្តល្អគឺល្អរហូតណាទៀតល្អទាំងដែលនៅរស់អញ្ចឹងគុណចាស់ញាតិញោមនឹងដល់ពេលឈឺនឹងចិត្តនឹងក៏នៅល្អទៀតចិត្តនឹងក៏នៅតែល្អទៀតដល់ស្លាប់ទៅនៅតែល្អរហូតអញ្ចឹងណាឬសន្តានល្អហ្នឹងវាមានជាឧបនិស្សយបច្ច័យទៅញ៉ាំងផលវិបាកហ្នឹងឲ្យបានល្អនៅមានអីដែលល្អជាងចិត្តល្អហ្នឹងសន្តានល្អហ្នឹងអញ្ចឹងបានថារឿងរូបសល្អកាយគួរស្រឡាញ់ណានឹងប៉ុន្តែចាញ់ចិត្តល្អគំនិតជានឹងមិនយូរប៉ុន្មានរូបក្រំគ្រាតែចិត្តល្អជាមិនចាស់ឡើយណានឹងអញ្ចឹងហើយម្យ៉ាងទៀតរឿងព្រះធម៌ដែលយើងបានស្ដាប់បានអប់រំចម្រើនឲ្យកើតមាននៅក្នុងខ្លួនរបស់យើងនេះព្រះធម៌នឹងថ្លៃជាងពេជ្រហ្នឹងថ្លៃជាងពេជ្រណាក្នុងការដែលយើងស្ដាប់ព្រឹកស្ដាប់ល្ងាចរឿយអញ្ចឹងទៅយើងបានយល់ទាំងហ្នឹងដូចជាព្រះអង្គសម្ដែងពីការដែលយើងត្រូវស្វែងរកសេចក្តីសុខអញ្ចឹងយើងពិសោធន៍យើងប្រព្រឹត្តបដិបត្តិទៅយើងឃើញតែសេចក្តីសុខហ្នឹងវាកើតអំពីប្រយោជន៍បច្ចុប្បន្នហ្នឹងយ៉ាងណាប្រយោជន៍បរលោកហ្នឹងយ៉ាងម៉េចហើយបរមត្តប្រយោជន៍ដែលព្រះអង្គជាសាស្ត្រាចារ្យទូមានព្រានបដៅមនុស្សនិងទេវតាឲ្យបានសម្រេចនៅប្រយោជន៍ហ្នឹងយើងស្ដាប់យើងពិសោធន៍មើលទៅយើងឃើញផ្លូវនៃសេចក្តីសុខហើយយើងក៏រៀបចំដំណើរជីវិតរបស់យើងដោយសេចក្តីមិនប្រមាទអញ្ចឹងទៅតាមឱវាទរបស់ព្រះវាឃើញច្បាស់ប្រកបវាឃើញជាក់ស្ដែងអញ្ចឹងទៅណាទេអញ្ចឹងយើងមិនធ្វេសប្រហែសដើម្បីឲ្យខ្លួនរបស់យើងល្អិលផ្លាត់ផ្លាតខុសអំពីការណែនាំរបស់ព្រះសម្មាសម្ពុទ្ធឡើយនឹងយើងមានប្រយោជន៍បច្ចុប្បន្នហើយយើងអប់រំចិត្តដើម្បីសេចក្តីសុខក្នុងសន្តានយើងបានសម្រេចនៅសទ្ធានៅសិលចាគៈបញ្ញាដែលជាសម្បរាយិកតបច្ចោម្ល៉េះហើយសេចក្តីសុខផ្នែកចិត្តសន្តានរបស់យើងនឹងឯងព្រោះយើងបានអប់រំធម៌គឺកុសលធម៌នឹងឲ្យចម្រើនឡើងអាហ្នឹងវាគួបផ្សំគ្នាចាត់ចែងកិច្ចការងារដែលប្រព្រឹត្តទៅដោយទ្រព្យសម្បត្តិប្រយោជន៍ក្នុងបច្ចុប្បន្នអីនឹងយ៉ាងណាវាផ្សំគុំគ្នាទំនុកបំរុងដល់គ្នាទៅវិញទៅមកប្រយោជន៍បច្ចុប្បន្នហ្នឹងក៏ជាឧបការៈឲ្យយើងអាចធ្វើទានដោយសារសិលមានឱកាសមកស្ដាប់ធម៌ស្ដាប់អាយអីបានអញ្ចឹងទៅបើយើងខ្វះខាតពេកទៅក៏យើងមិនអាចមកនៅនឹងវត្តថ្ងៃមួយថ្ងៃអីក៏ល្ងាចឬស្ដាប់ធម៌រៀនធម៌អីបានស្រួលទេរោងកច្រកឆ្នាំងគ្មាននោះនឹងហើយការដែលយើងជាអ្នកប្រព្រឹត្តល្អនៅក្នុងគុណធម៌មានសិលមានបញ្ញាឆ្លាតឆ្លៀសក្នុងកិច្ចការងារអញ្ចឹងទៅក៏យើងប្រឹងប្រែងស្វែងរកទ្រព្យសម្បត្តិនឹងឯងដោយក្តីជាយាមសន្សំទុកដាក់ដើម្បីឲ្យយើងមានឱកាសបានស្ដាប់ធម៌រៀនធម៌បានបំពេញសេចក្តីល្អនេះវាឧបការៈទៅវិញទៅមកអញ្ចឹងនឹងហើយនឹងហើយដែលឈ្មោះដែលយើងដើរនៅក្នុងផ្លូវនៃសេចក្តីសុខគឺសុទ្ធតែតាំងនៅក្នុងសេចក្តីមិនប្រមាទមិនធ្វេសប្រហែសទាំងអស់ទាំងប្រយោជន៍បច្ចុប្បន្នទាំងប្រយោជន៍បរិលោកប្រមាទធ្វេសប្រហែសវាត្រូវខូចប្រយោជន៍ណាមួយវាអាចអូសទាញប្រយោជន៍ដទៃឲ្យខូចផងដែរសូម្បីតែប្រយោជន៍បច្ចុប្បន្ននឹងឯងនៅក្នុងផ្ទះសម្បែងទីកន្លែងគ្រប់គ្រងបុត្រភរិយាយ៉ាងណាយើងធ្វេសប្រហែសវាខូចប្រយោជន៍បច្ចុប្បន្នហ្នឹងវាខូចទាំងប្រយោជន៍ទានសិលរបស់យើងនេះវាខូចទៅដែរនឹងដូចយើងរញ៉េរញ៉ៃនៅក្នុងផ្ទះហើយខ្វះខាតប្រកាសទ្រព្យសម្បត្តិអាហ្នឹងតើយើងឯណាមានចិត្តសប្បាយរីករាយដើម្បីមកវត្តដើម្បីរៀនធម៌ដើម្បីស្ដាប់ធម៌ចឹងហើយដល់តែយើងមានឱកាសមកវត្តបានរៀនធម៌ស្ដាប់ធម៌រក្សាសិលនឹងយើងក៏អាចដើម្បីនឹកឃើញដល់គុណប្រយោជន៍របស់សិលគឺសេចក្តីល្អយើងក៏ប្រឹងប្រែងរៀបចំឲ្យវាមានទ្រព្យសម្បត្តិជ្រៅអង្គគ្រប់គ្រាន់ដើម្បីយើងមានឱកាសសម្រួលចិត្តឲ្យបានល្អក្នុងការសិក្សាព្រះធម៌រៀនព្រះធម៌ហើយនឹងមានឱកាសដើម្បីធ
ធ្វើទានរក្សាសិលហ្នឹងក៏បានល្អទៅទៀតហ្នឹងយើងយល់នៅក្នុងពុទ្ធសាសនាហ្នឹងសម្ដែងពីប្រយោជន៍ហ្នឹងរហូតដល់ទៅបរមត្តប្រយោជន៍ទាក់ទងនឹងបញ្ញាដែលបានដឹងនៅហេតុផលរបស់ធម្មជាតិកាត់នៅតណ្ហាមិនចេះទៅប្រព្រឹត្តទៅតាមចំណង់ប្រាថ្នានេះខ្ញុំបានអនុបាទហ្នឹងគ្រាន់តែបញ្ជាក់សេចក្តីខ្លីឲ្យព្រឹកមិញហ្នឹងក៏បានសម្ដែងឲ្យតាមវិទ្យុហ្នឹងអំពីរឿងប្រយោជន៍ទាំង3ហ្នឹងតពីម្សិលមិញហ្នឹងមកក្នុងខ្សែអត្ថមួយដែលសម្ដែងនៅវត្តមេព្រីងក្នុងស្រុកបាធាយខេត្តកំពង់ចាមហ្នឹងនឹងប៉ុន្តែនៅក្នុងថ្ងៃនេះខ្ញុំកណ្ដាលហ្នឹងចង់សម្ដែងបញ្ជាក់ឲ្យឃើញអំពីការដែលយើងស្ដាប់ព្រះធម៌នេះឲ្យយើងបានឃើញច្បាស់នៅតម្លៃព្រះធម៌ហ្នឹងឯងថ្លៃជាងពេជ្របើសិនបើពេលនេះឯងយើងនាំគ្នាមកយកពេជ្រនោះអាហ្នឹងយើងសប្បាយរីករាយបណ្ដាទៅចឹងពេជ្រដ៏មានតម្លៃប៉ុន្តែចំពោះព្រះធម៌នេះថ្លៃជាងពេជ្រហ្នឹងត្រង់ដែលថ្លៃជាងពេជ្រហ្នឹងពីព្រោះព្រះធម៌នឹងឯងតែងរក្សាអ្នកប្រព្រឹត្តធម៌ឲ្យមានសេចក្តីសុខនឹងយ៉ាងក្រៃលែងព្រោះយើងមិនមែនមានតែរូបកាយឯណាមានចិត្តវិញ្ញាណផងរូបកាយត្រូវការអាហារបរិភោគត្រូវការសម្លៀកបំពាក់ត្រូវការខ្យល់ដកដង្ហើមតែចំពោះចិត្តវិញ្ញាណនឹងត្រូវការអាហារគឺព្រះធម៌ត្រូវការសម្លៀកបំពាក់គឺព្រះធម៌ត្រូវការខ្យល់ដកគឺព្រះធម៌ដើម្បីចិត្តវិញ្ញាណនឹងបានល្អបានរស់នឹងអញ្ចឹងហើយចំពោះរូបកាយនឹងឯងតែងមានជំងឺតម្កាត់ឈឺគ្រប់ឈឺសពយ៉ាងណាប៉ុន្តែព្រះធម៌មិនចេះចាស់មិនចេះឈឺទេណាទេសបញ្ញធម្មោអ្នកចរាំងឧបេតិណាធម៌របស់សប្បុរសហ្នឹងមិនចូលដល់ការចាស់ជរាឡើយនឹងមួយទៀតហ្នឹងទី2ណាទេណាគោលព្រះធម៌ហ្នឹងទី1ហ្នឹងខ្ញុំប្រកាសថាខ្ញុំបាទសម្ដែងពីរូបកាយហ្នឹងតែងចូលដល់ភាពចាស់ជរាក្រំគ្រាប៉ុន្តែចិត្តសន្តានល្អហ្នឹងមិនចាស់ជរាក្រំគ្រាឡើយយើងខំសាងខំរក្សាដើម្បីបានជាគ្នាក្រៃលែងជាងភរិយាជាងស្វាមីជាងកូនប្រុសស្រីឯចំណុចទី2គោលទី2នេះចង់សម្ដែងអំពីព្រះធម៌ហ្នឹងរមែងរក្សាអ្នកប្រព្រឹត្តធម៌ហ្នឹងពីព្រោះយើងត្រូវតែមានធម៌ជាគ្រឿងរក្សាដោយសារអីដោយសារមានចិត្តវិញ្ញាណបើចិត្តវិញ្ញាណនឹងខ្វះធម៌ចិត្តវិញ្ញាណនឹងដល់នៅសេចក្តីអន្ទះសាមិនស្ងប់ទេក្តៅក្រហល់ក្រហាយយ៉ាងណាកាលណាគុណម្ចាស់ក៏គង់ជ្រាបហើយណាហ្នឹងចំពោះចិត្តវិញ្ញាណដែលមិនមានធម៌ជាគ្រឿងរក្សាដើម្បីឲ្យបានត្រជាក់ដើម្បីឲ្យបានឆ្អែតរងាប់នៅតណ្ហាឲ្យមានធម៌សន្តោសនឹងអញ្ចឹងគឺដោយសារព្រះធម៌ហ្នឹងហើយចំពោះព្រះធម៌នេះដែលថាមិនចូលដល់ការចាស់ជរាដោយសេចក្តីថាមួយយ៉ាងគឺការប្រព្រឹត្តបរិបត្តិធម៌ហ្នឹងត្រូវគ្រប់គ្រាគ្រប់សម័យសំបីព្រះដ៏មានពភាព្រះអង្គគង់ប្រជញ្ញនៅក្តីហើយសពថ្ងៃនេះដែលព្រះអង្គបរិនិព្វានទៅហើយនៅមានតែព្រះធម៌ព្រះវិន័យដែលយើងបានសិក្សារៀនសូត្របានស្ដាប់ទៅនឹងអីគឺថាមិនចូលដល់ការចាស់ជរាដូចគ្នាដោយសេចក្តីថាយើងអាចប្រព្រឹត្តបរិបត្តិហ្នឹងត្រូវគ្រប់ពេលវេលាចំពោះព្រះធម៌ណាចឹងហ្នឹងក្នុងសម័យពុទ្ធកាលកាលណាបើប្រព្រឹត្តបរិបត្តិនៅព្រះធម៌ហើយក៏នាំមកនៅប្រយោជន៍សុខយ៉ាងណាក្នុងសម័យបច្ចុប្បន្ននេះការដែលប្រព្រឹត្តបរិបត្តិព្រះធម៌ហ្នឹងធម៌ក៏រមែងរក្សានាំមកនៅប្រយោជន៍សុខដូចគ្នាទាំងដែលព្រះធម៌ព្រះវិន័យដែលព្រះអង្គទ្រង់បានសម្ដែងទ្រង់បញ្ញត្តិដល់ហ្នឹងជាព្រះសាស្តាជំនួសព្រះអង្គអញ្ចឹងយើងមានកម្លាំងចិត្តក្នុងការប្រព្រឹត្តធម៌ថែមទាំងព្រះធម៌នឹងឯងមិនចេះឈឺដោយឧកាយទេនឹងយើងគួរជ្រះថ្លាតែមិនចេះធ្វើឲ្យយើងលំបាកខ្វល់ទៅរកពេទ្យទៅរកមកឬថាទំនុកបំរុងបីបាច់ថែរក្សាវាស់ព្រឹកវាស់ល្ងាចអីនោះទេមិនចំពោះតែខ្លួនឯងឈឺប្រពន្ធឈឺប្តីឈឺកូនឈឺចៅឈឺត្រូវមើលថែទាំរក្សាអត់ងុយនឹងទឹកចិត្តមេត្តាបិតាថែទាំកូនប្រុសស្រីយ៉ាងណាភ័យញ័រខ្លួនទៅពេលកូនឈឺនឹងកូនធំទៅក្រាន់បន្តិចបើកូននៅតូចទាំងឯងសែនភ័យតក់ស្លាប់មិនដឹងឈឺទៅណាថាមិនកើតនិយាយមិនបានដឹងទៅពីយំដឹងទៅពីស្រែក
នឹងម្លោះហើយនឹងទុស្ទាស្លន់ស្លើមិនថាយប់មិនថាត្រៀតហៅពេកហៅមកអញ្ចឹងអាហ្នឹងពីរឿងរូបកាយខ្លួនឯងក្តីរូបកាយអ្នកដទៃក្តីវាតែមានជំងឺប៉ុន្តែដល់តែយើងមានព្រះធម៌នេះហ្នឹងអញ្ចឹងព្រះធម៌ដែលមានក្នុងជីវិតយើងហ្នឹងអត់ចេះឈឺឲ្យយើងលំបាកហៅពេកទេអត់មានចេះឈឺឲ្យយើងលំបាកកង្វល់នាំមកនៅសេចក្តីរវល់ឡើយអញ្ចឹងហើយបានជាយើងនឹងឯងត្រូវតែមានធម៌ណាទេនឹងមានធម៌ហ្នឹងមួយយ៉ាងគឺដោយសារយើងបានស្ដាប់ធម៌ដោយសារយើងបានរៀនធម៌អំពីព្រះដ៏មានប្រភេទមកហើយមានការប្រព្រឹត្តបរិបត្តិនឹងឯងត្រូវគ្រប់គ្រាគ្រប់ពេលវេលាហើយម្យ៉ាងទៀតព្រះធម៌ដែលថាសតញ្ញធម្មោអ្នកចរង្គអបេតិធម៌របស់សប្បុរសមិនចូលដល់ការចាស់ជរានោះគឺធម៌របស់សប្បុរសនឹងឯងមិននាំទៅរកការចាស់ជរាទេធម៌របស់សប្បុរសគឺពោធិបក្ខយធម៌នឹងឯងនាំទៅកាន់ព្រះនិព្វានអជាតੰអជរាជាធឹងអមតੰនិព្វានកតាគឺទៅណាគឺទៅរកការដែលមិនមានជាតិមិនមានជរាជាធិមរណៈមិនមានភ័យនឹងធម៌របស់សប្បុរសគឺពោធិបក្ខយធម៌ណាចឹងនឹងមិននាំទៅរកការចាស់ជរាទេតែនាំទៅរកទីដែលមិនមានជាតិជរាជាធិមរណៈអញ្ចឹងព្រះធម៌ដែលយើងប្រព្រឹត្តបរិបត្តិអប់រំសន្សំក្នុងជីវិតប្រចាំថ្ងៃហ្នឹងអញ្ចឹងនឹងមិនឈឺឲ្យយើងទុក្ខលំបាកទេហើយថែមទាំងរក្សាយើងទៅវិញទៀតណាមិនខ្វល់លំបាកអីហ្នឹងឲ្យយើងរក្សាថែទាំអត់ងុយវាស់ព្រឹកវាស់ល្ងាចអីនោះទេវាគ្រាន់តែប៉ុណ្ណេះវាគ្រាន់តែថាយើងមានឱកាសពេលវេលាយើងចូលមករកធម៌នឹងតាមវត្តតាមអាស្រមតាមទីកន្លែងអីអញ្ចឹងទៅយើងស្ដាប់ធម៌យើងរៀនធម៌អញ្ចឹងពីព្រោះបើយើងមិនចូលមករកធម៌ទេធម៌ហ្នឹងក៏យើងមិនបានកម្មមិនបានប្រព្រឹត្តរក្សាអញ្ចឹងទៅធម៌ហ្នឹងក៏មិនបានរក្សាយើងដែរដោយអាហារបរិភោគអញ្ចឹងមិនមែនរត់ចូលមាត់យើងឲ្យយើងឆ្អែតឯងអញ្ចឹងទេបើតើតែយើងមករកបាយមករកចានមករកច្រាំងអញ្ចឹងទៅបានយើងបរិភោគទៅវាបានឆ្អែតទៅហ្នឹងអញ្ចឹងឬក៏ដូចជាថាយើងបាំងឆាប់ការពារទឹកភ្លៀងការពារកម្ដៅថ្ងៃអញ្ចឹងឆាប់ហ្នឹងវាមិនមែនមកបាំងឲ្យយើងទេបើតើតែយើងចូលទៅរកឆាប់កម្មឆាប់បាំងទៅបានឆាប់ហ្នឹងវាការពារយើងព្រះធម៌ហ្នឹងគ្រាន់តែប៉ុណ្្នឹងវាគ្រាន់តែថាឲ្យយើងជាយាមសិក្សារៀនសូត្រហើយនឹងប្រព្រឹត្តបរិបត្តិតាមទៅសំខាន់គឺត្រង់ការប្រព្រឹត្តសំខាន់គឺត្រង់ការអនុវត្តណាទេចេះច្រើនក៏ដោយចេះតិចក៏ដោយហ្នឹងមិនយល់ត្រង់តែចេះច្រើនហើយអត់បដិបត្តិទេហ្នឹងចេះតិចក៏ដោយតែខំប្រឹងប្រព្រឹត្តខំប្រឹងអនុវត្តអានឹងសំខាន់ណាស់ត្រង់ការបដិបត្តិហ្នឹងគឺការអនុវត្តដូចជាបានស្ដាប់ទៅដឹងពីទោសនៃសេចក្តីក្រោធអីចឹងដឹងហើយខំប្រឹងលះណាខំប្រឹងសង្រួមនឹងខំប្រឹងលះខំប្រឹងសង្រួមឲ្យឃើញថាវាជាធម៌មិនជាប្រយោជន៍បើយើងកើតមកជាមនុស្សពេលវេលាមិនសម្បូរទេយើងត្រូវស្វែងរកប្រយោជន៍ហើយការខឹងក្រោធហ្នឹងមិនជាប្រយោជន៍ដល់ខ្លួនយើងផងដល់អ្នកដទៃផងអញ្ចឹងយើងកំកាន់យកណាកំកាន់យកនៅធម៌ដែលមិនជាប្រយោជន៍នោះយើងកាន់យកចំពោះតែធម៌ដែលជាប្រយោជន៍ដោយមេត្តាដោយករុណាអញ្ចឹងទៅដោយសេចក្តីអត់ធន់អញ្ចឹងទៅសូម្បីតែកិច្ចការងារប្រចាំថ្ងៃក៏យើងត្រូវតែជ្រើសរើសឲ្យបានល្អប្រពេលវេលាមិនសម្បូរណាទេនឹងមួយថ្ងៃអស់ទៅលឿនរហ័សណាស់នឹងមិនមែនតតែចាស់បានស្លាប់ទេវាមិនតាន់ចាស់នឹងស្លាប់ទៅទៀតនឹងអញ្ចឹង10ឆ្នាំ20ឆ្នាំកន្លងទៅមួយព្រិចសោះនឹងអញ្ចឹងបានថាយើងត្រូវតែឆ្លាតក្នុងកិច្ចការងារដែលមានប្រយោជន៍សំខាន់ជាងគេយ៉ាងណាយើងត្រូវចាប់កាន់នៅកិច្ចការងារហ្នឹងកុំឲ្យការងារបន្តបន្សំឬថាការងារដែលមិនសូវបានប្រយោជន៍ហ្នឹងធ្វើឲ្យអស់ពេលវេលាទៅដែរនោះអានេះគឺវិស័យអ្នកឆ្លាតត្រូវចាត់ចែងកិច្ចការងារបំពេញតួនាទីទៀមទាប្រយោជន៍អំពីពេលវេលាដែលអស់ទៅនោះកុំឲ្យពេលវេលាហ្នឹងវាចេះតែកំពីស៊ីតទេទៅយើងត្រូវទៀមទាប្រយោជន៍អំពីពេលវេលាមកវិញអញ្ចឹងចាត់ចែងកិច្ចការងារប្រយោជន៍ធំដុំនឹងប្រយោជន៍ខ្លះធ្វើទៅបានទៅសុបាយខ្លួនយើងកែអបសុខខ្លួនឯងប៉ុន្តែប្រយោជន៍ខ្លះវាបានចម្រើនជាបុណ្យកុសលហើយបានជាប្រយោជន៍ដល់អ្នកដទៃច្រើនអ្នកអីចឹងយើងត្រូវកាន់យកនៅប្រយោជន៍ធំកាន់យកនៅប្រយោជន៍ដែលមានខ្លឹមសារអញ្ចឹងនឹងហើយ
ในขนมสิกระไรนี่เพียงแต่ได้สำได้จำได้ตีนั่งตรังได้ถ่าการน้าไปเยิงเรียนทัวนั่งเวทีย่างมาย่างคือเยิงสลับทัวเรียนทัวบานเจดังทัวนั่งยังเรียนในขนมครูนเตียนประพฤติได้กาได้ประองสำได้เจงยมตีประพฤติจะออกมาเนาะนั่งสำได้เจงตีประพฤติจะออกไอ้แต่ลังมาเนาะสลับแต่เลยนั่งมาในขนมครูนเยิงใจโซดยิงใจท่าเฮ้ยเชี่ยไปย้อยดาวกาได้เยิงตบประเชี่ยไปย้อยดาวกาเยิงอ่ะหนูวัดตามเนี่ยพุทธังสารนังแกจะหามิแต่หัมมังสารนังแกจะหามิสังฆังสารนังแกจะหามิ